លោក Eddie Howe និងកីឡាករក្រុមសារិកាព្រៃបញ្ចប់ការរងចាំ70ឆ្នាំដើម្បីលើកពានក្នុងប្រទេសអង់គ្លេសជាលើកដំបូងបន្ទាប់ពីផ្ដួល Liverpool 2-1 ក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup កាលពីយប់ថ្ងៃអាទិត្យទី16 ខែមីនាឆ្នាំ2025នៅ Wembley លោក Eddie Howe អ្នកចាត់ការ Newcastle និងក្រុមកីឡាករ Newcastle បច្ចុប្បន្ននេះត្រូវបានចារជាវីរបុរសរបស់ក្លឹបបន្ទាប់ពីដឹកនាំ Newcastle លើកពានជាលើកដំបូងក្នុងប្រទេសអង់គ្លេសតាំងពីឆ្នាំ1955មកនិងជាការបញ្ចប់ការរងចាំរយៈពេល56ឆ្នាំផងដែរក្នុងប្រវត្តិសាស្ត្រក្លឹបបន្ទាប់ពី Newcastle បានលើកពានចុងក្រោយបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបក្នុងឆ្នាំ1969គឺពាន Intercity Fairs Cup តាំងពីនោះមកមិនដែលបានលើកពានទេហើយបាននិយាយអំពីពានក្នុងប្រទេសអង់គ្លេសវិញគឺតាំងពីឆ្នាំ1955មកម្លេះមានន័យថា70ឆ្នាំហើយទម្រាំតែ Newcastle ធ្វើបានជោគជ័យយកពានចូលក្នុងក្លឹបម្ដងទៀតមុនលើកពាន League Cup យប់មិញនេះពានក្នុងប្រទេសអង់គ្លេសចុងក្រោយដែល Newcastle បានឈ្នះគឺពាន FA Cup ឆ្នាំ1955និយាយពី Liverpool វិញពីប្រកួតចុងក្រោយជាប់គ្នាគួរឲ្យសោកស្ដាយមែនទែនក្រុមលោក Arne Slot ធ្វើពុំបានល្អពុំសមប្រកបទេទីមួយគឺធ្លាក់ពីវគ្គ16ក្រុមចុងក្រោយ UEFA Champions League ដោយសារតែបរាជ័យនៅ Anfield ក្រុមធ្វើជើង PSG ហើយនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup យប់មិញនេះបរាជ័យនៅ Wembley ក្រុមធ្វើជើង Newcastle ទៀត Liverpool នៅសល់តែឱកាសលើកពានមួយប៉ុណ្ណោះនៅក្នុងរដូវកាលនេះគឺជើងឯក Premier League ដែល Liverpool កំពុងនាំមុខដាច់ជាង10ពិន្ទុលើ Arsenal យប់មិញបានយកឈ្នះ Chelsea 1-0 ក្នុងជំនួប Derby ដោយក្របបាល់របស់ខ្សែបម្រើអេស្ប៉ាញ Mikel Merino ក្នុងនាទីទី20 Bruno Fernandes ប្រធានក្រុម Manchester United កាន់តែឡើងជើងខ្លាំងហើយមួយសប្តាហ៍ចុងក្រោយនេះរកបាន5គ្រាប់និងអាស៊ីស2គ្រាប់សម្រាប់ក្រុមបិសាចក្រហមស្របពេល Man U បន្តឈ្នះដោយផ្ដួលម្ចាស់ផ្ទះ Leicester City 3-0 យប់មិញហើយក្នុងការប្រកួតយប់មិញនេះដែរខ្សែប្រយុទ្ធ Højlund ដែលខានរកបានគ្រាប់បាល់21ប្រកួតមកហើយនឹងកីឡាករ Alejandro Garnacho ដែលខានសុទ្ធចូល24ប្រកួតមកហើយដែរនោះរកបានម្នាក់មួយគ្រាប់ក្នុងជ័យជំនះរបស់ក្រុមលោក Ruben Amorim ទល់នឹងក្រុមរបស់ដែលលោក Ruud van Nistelrooy យប់មិញមុនអាស៊ីស2គ្រាប់និងសុទ្ធចូលមួយគ្រាប់ក្នុងការប្រកួតទល់នឹង Leicester យប់មិញ Bruno Fernandes បានសុទ្ធ hat-trick 3គ្រាប់ម្នាក់ឯងក្នុងការប្រកួតជើងទី2 Europa League ទល់នឹង Real Sociedad ដែលជួយ Man U ឡើងទៅវគ្គ8ក្រុមចុងក្រោយហើយមុននោះទៀតគឺកាលពីចុងសប្តាហ៍មុនខ្សែបម្រើប្រយុទ្ធជំនឿជាតិប៉ូទុយហ្គាល់វ័យ30ឆ្នាំរំនេះសុទ្ធ free kick យ៉ាងអស្ចារ្យមួយគ្រាប់ក្នុងការប្រកួត Premier League ស្មើគ្នា1-1ជាមួយនឹង Arsenal នៅក្នុងរដូវកាលនេះ Bruno Fernandes រកបានសរុប16គ្រាប់និងអាស៊ីស15គ្រាប់សម្រាប់ Man U គិតចាប់តាំងពីពេលគេចូលលេងឲ្យ Man U លើកដំបូងក្នុងខែកុម្ភៈឆ្នាំ2020មកក្នុងចំណោមក្លឹបទាំងអស់នៅលីកធំជាងគេទាំង5របស់អឺរ៉ុបមានតែកីឡាករ Kevin De Bruyne របស់ Manchester City ម្នាក់គត់ដែលអាស៊ីសបានច្រើនជាង Bruno Fernandes គឺតាំងពីខែកុម្ភៈ2020មក Kevin De Bruyne អាស៊ីសបាន90គ្រាប់ Bruno Fernandes លេខរៀងទី2អាស៊ីសបាន80គ្រាប់ហើយបើនិយាយអំពីការរួមចំណែកក្នុងការបង្កើតគ្រាប់បាល់រកគ្រាប់បាល់នៅក្នុងរដូវកាល2024-25នេះនៅក្នុងក្របខ័ណ្ឌ Premier League មានតែ Mohamed Salah និង Erling Haaland ទេដែលរួមចំណែកបង្កើតគ្រាប់បាល់សម្រាប់ក្រុមរៀងៗខ្លួនបានច្រើនជាង Bruno Fernandes រួមចំណែកបង្កើតគ្រាប់បាល់បាន31គ្រាប់ហើយរដូវកាលនេះខណៈ Mohamed Salah បានរួមចំណែក54គ្រាប់ Erling Haaland 33គ្រាប់បាទឯ Cole Palmer ខ្សែបម្រើប្រយុទ្ធដ៏ល្អរបស់ Chelsea ទំនងជានឹងមិនបានលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសក្រោមការបង្វឹកដំបូងរបស់លោក Thomas Tuchel ហើយដោយសារតែគេបានរងរបួសសាច់ដុំ Palmer បានរងរបួសអំឡុងពេលវឹកហាត់ហើយគេបានខកខាននៅក្នុងការប្រកួតដែល Chelsea ចាញ់ Arsenal 1-0 យប់មិញដែលជាការខកខានការប្រកួត Premier League លើកដំបូងរបស់គេតាំងពីខែមេសាឆ្នាំ2024មកហើយនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសលោក Enzo Maresca បានគិតថា Cole Palmer ទំនងជានឹងមិនបានចូលរួមទេដោយសារតែគេបានរងរបួសសាច់ដុំទៅហើយបន្ថែមជាមួយគ្នានេះខ្សែបម្រើមកពី Nottingham Forest Morgan Gibbs-White ក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសចុងក្រោយគេផងដែរកាលពីថ្ងៃអាទិត្យលោក Thomas Tuchel នឹងដឹកនាំក្រុមជម្រើសជាតិអង់គ្លេសប្រកួតជាលើកដំបូងទល់នឹងក្រុម Albany នៅថ្ងៃសុក្រនេះមុនប៉ះក្រុម Latvia នៅក្នុងវគ្គជម្រុះ FIFA World Cup 2026នៅ Wembley Barcelona វាយបកអស្ចារ្យមែនទែនចុងម៉ោងបន្ទាប់ពីម្ចាស់ផ្ទះ Atletico Madrid បានបើកការនាំមុខដល់ទៅ2គ្រាប់មុនដោយ Julian Alvarez ក្នុងនាទី45និងកីឡាករ Alexander Sørloth នៅក្នុងនាទី70ស្រាប់តែនាទី72 Lewandowski 10គ្រាប់នាទី78 Ferran Torres 10គ្រាប់នាទី90បូករកបាន2គ្រាប់ទៀតដោយ Lamine Yamal នាទី90បូក2និង Ferran Torres ដដែលនាទី90បូក8ដែលនាំឲ្យ Barcelona ឈ្នះ 4-2 ហើយឡើងទៅកំពូលតារាង
មាន60ពិន្ទុស្មើក្រុមលេខ2 Real Madrid ក៏ប៉ុន្តែ Barcelona លេងតិចជាងមួយប្រកួតនិងមានផលសងក្របាល់ច្រើនជាងក្រុម Carlo Ancelotti ផងដែរបាននិយាយពីដំណឹងដោះដូរកីឡាករបន្តិចបាទសារព័ត៌មានអេស្ប៉ាញ Fichajes រាយការណ៍ថា Manchester United ចង់បានខ្សែប្រយុទ្ធស្លាបដែលកំពុងឡើងជើងរបស់ Barcelona Rafinha នៅក្នុងរដូវក្តៅខាងមុខនេះក្នុងតម្លៃ70លានអឺរ៉ូឬក៏ 58.9 លានផោននេះបន្ថែមសេចក្តីរាយការណ៍របស់ Fichajes.net ដែលរាយការណ៍ថាខ្សែបម្រើប្រយុទ្ធប្រេស៊ីលវ័យ28ឆ្នាំអតីតសមាជិក Leeds United រូបនេះអាចនឹងត្រឡប់មកលេងនៅក្នុងប្រទេសអង់គ្លេស